អាមេរិករឹបអូសកប៉ាល់ដឹកប្រេងដ៏ធំមួយនៅឆ្នេរសមុទ្រប្រទេសវេណេស៊ុយអេឡាធ្វើឲ្យតម្លៃប្រេងពិភពលោកកើនឡើងភ្លាមៗនេះគឺជាលើកទី1ហើយដែលអាមេរិកធ្វើរឿងនេះបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឲ្យទាហានបន្ថែមទៀតចូលទៅកាន់តំបន់នេះ As you probably know, we've just seized a tanker. ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងនៅជិតឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡាសកម្មភាពនេះធ្វើឲ្យតម្លៃប្រេងពិភពលោកកើនឡើងភ្លាមៗនិងបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលវេណេស៊ុយអេឡាអញ្ចឹងរឿងនេះគឺទៅតែបានកើតឡើងនោះទេគឺអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងដ៏ធំមួយរបស់ប្រទេសវេណេស៊ុយអេឡាគឺកប៉ាល់មួយនេះកំពុងតែដឹកប្រេងនៅតាមឆ្នេរសមុទ្រវេណេស៊ុយអេឡាហើយខាងទាហានខាងកងទ័ពរបស់អាមេរិកនឹងបានជិះឧទ្ធម្ភាគចក្រចុះទៅរឹបអូសយកតែម្ដងគឺរឿងនេះមិនធ្លាប់កើតឡើងកាលពីមុនមកនោះទេនេះគឺបានកើតឡើងទៅលើកប៉ាល់ដឹកប្រេងនេះគឺមិនមែនតូចទេបងប្អូនទៀតយើងនឹងមកមើលទៀតថាតើទំហំរបស់កប៉ាល់នេះគឺដឹកនៅបាទចំនួនប្រេងហ្នឹងប៉ុណ្ណាដែរត្រាំបាននិយាយថា we just seized a tanker on the coast of Venezuela large tanker very large largest one ever actually and other things are happening គឺ Donald Trump គាត់បាននិយាយថាយើងទើបតែរឹបអូសបានកប៉ាល់ដឹកប្រេងដ៏ធំមួយនៅឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡាវាធំណាស់ធំបំផុតមិនធ្លាប់មានហើយរឿងផ្សេងទៀតក៏កំពុងតែកើតឡើងត្រាំបាននឹងកំពុងតែដាក់សម្ពាធទៅលើប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ឲ្យចុះចេញពីតំណែងគឺការដែលត្រាំធ្វើនេះគឺចង់ឲ្យប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡានេះចុះចេញពីតំណែងបាទគឺយើងនឹងមកមើលទៀតថាតើមូលហេតុអីគេដែលធ្វើឲ្យរឿងនេះគឺត្រាំត្រូវតែធ្វើអញ្ចឹងចង់ឲ្យគាត់ចុះចេញពីតំណែងនេះនៅពេលដែលអ្នកសារព័ត៌មានសួរថាតើអាមេរិកមានគម្រោងធ្វើអ្វីជាមួយនឹងប្រេងនៅលើកប៉ាល់ដែលបានរឹបអូសនេះលោកត្រាំបានឆ្លើយថាខ្ញុំគិតថាយើងរក្សាទុកវាគឺត្រាំបានឆ្លើយទៅកាន់អ្នកសារព័ត៌មានដែលសួរថាតើប្រេងដែលបានរឹបអូសហ្នឹងមិនត្រឹមតែប្រេងទេគឺកប៉ាល់ទាំងមូលតែម្ដងហ្នឹងហើយប្រេងនៅលើហ្នឹងគឺនឹងយកទៅធ្វើអីគេតើអាមេរិកនឹងយកទៅប្រើឬក៏យ៉ាងណាអញ្ចឹងត្រាំបានឆ្លើយថា we kept it I guess គឺយើងនឹងរក្សាទុកវាអត់ទាន់ថាដឹងថាតើនឹងយកវាទៅធ្វើអ្វីនៅឡើយទេគឺទុកសិនត្រាំបាននិយាយជាច្រើនដងអំពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡាការរឹបអូសនាវាដឹកប្រេងនេះគឺជាប្រតិបត្តិការដែលគេស្គាល់ជាលើកដំបូងប្រឆាំងទៅនឹងកប៉ាល់ប្រេងចាប់តាំងពីគាត់បានបញ្ជាឲ្យកងកម្លាំងយោធាអាមេរិកបន្ថែមចូលទៅកាន់តំបន់នេះអញ្ចឹងការរឹបអូសនៃបាក់ប្រេងគឺកប៉ាល់ដឹកប្រេងនេះគឺមិនធ្លាប់មានការពីមុននោះទេរឿងនេះគឺកើតឡើងបន្ទាប់ពីអាមេរិកគឺ Donald Trump បានបញ្ជាឲ្យខាងទាហានអាមេរិកនេះចូលទៅតំបន់ហ្នឹងកាន់តែច្រើនបន្ថែមទៀតហើយឥឡូវនេះគឺឃើញថាបានរឹបអូសហើយថ្មីនេះសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាច្រើនលើកច្រើនសារទៅលើទូកដែលបានខ្លួនអះអាងថាមានជាប់ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនអញ្ចឹងរឿងនេះគឺអាមេរិកនេះបានបាញ់កំទេចនៅទូកដែលសង្ស័យថាគឺជាទូកដែលដឹកគ្រឿងញៀននោះគឺទូកទូចណាបងប្អូនកន្លងមកហ្នឹងគឺមានរឿងហ្នឹងកើតឡើងជាច្រើនលើកច្រើនសារហើយនេះលើកនេះគឺជានាវាដឹកប្រេងគឺធំតែម្ដងសកម្មភាពទាំងនេះធ្វើឲ្យសមាជិកសភាមានការព្រួយបារម្ភនិងអ្នកជំនាញផ្នែកច្បាប់បានចោទសួរជាសំណួរថាតើការបាញ់កំទេចនេះស្របច្បាប់ដែរឬទេអញ្ចឹងគឺមានសំណួរសួរណាថាតើការធ្វើនឹងស្របច្បាប់គឺផ្ទុយពីច្បាប់ដែរឬអត់ទេដោយសារតែខាងបាទសមាជិកសភាមួយចំនួនបាននិយាយថាអត់មានភស្តុតាងច្បាស់លាស់ថាពួកគេពិតជាដឹកគ្រឿងញៀននោះទេគ្រាន់តែឃើញថាទូកហ្នឹងគឺបើកលឿនតែម្ដងណាបងប្អូនអត់ដឹងថាតើពិតជាដឹកមែនឬក៏អត់គ្រាន់តែមើលពីលើចុះមកហ្នឹងគឺឃើញថាមាននៅកញ្ចប់ដែលអាចប៉ាន់ស្មានថាគឺជាគ្រឿងញៀននឹងឯងទៅអាមេរិកហ្នឹងបាញ់ទៅតែម្ដងគឺម្ដងហើយម្ដងទៀតគឺច្រើនលើកច្រើនសារណាស់មកហើយអគ្គព្រះរាជអាជ្ញាអាមេរិក Pete Bondi បានសរសេរនៅលើបណ្ដាញសង្គម X ថា FBI សន្តិសុខមាតុភូមិស្គាល់ថាជា Homeland Security ឆ្មាំសមុទ្របាទ Coast Guard ហើយនឹងយោធាអាមេរិកបានធ្វើការរួមគ្នាដើម្បីរឹបអូសយកកប៉ាល់ដឹកប្រេងឆៅដែលដឹកប្រេងដែលត្រូវបានហាមឃាត់ពីប្រទេសវេណេស៊ុយអេឡា
ចឹងគឺខាងអាមេរិកបានចោទថាកប៉ាល់ដែលដឹកប្រេងហ្នឹងគឺជាប្រេងដែលបានរឹបអូសដែលបានហាមឃាត់គឺជាប្រេងដែលអត់ស្របច្បាប់នៅក្នុងការលក់ទៅឲ្យប្រទេសផ្សេងទៀតនោះទេហើយនឹងអ៊ីរ៉ង់បាទគឺប្រេងដែលបានហាមឃាត់ហ្នឹងគឺចេញពីប្រទេសវេណេស៊ុយឡាហើយនឹងប្រទេសអ៊ីរ៉ង់គឺចំនួនពីរប្រទេសនេះគឺត្រូវបានរឹបអូសត្រូវបាន sanction បាត់ទៅហើយអញ្ចឹងហើយទើបអាមេរិករឹបអូសនឹងឯងលោកស្រីបានបង្ហោះវីដេអូរយៈពេល45វិនាទីបង្ហាញពីឧទ្ធម្ភាគចក្រ2គ្រឿងកំពុងតែតម្រង់ទៅកាន់កប៉ាល់មួយហើយមន្ត្រីប្រដាប់ទៅដោយអាវុធនៅក្នុងឯកសណ្ឋានជាទាហានកំពុងតែសម្រូតខ្លួនចុះទៅលើនាវានោះគឺមានឧទ្ធម្ភាគចក្រ2របស់អាមេរិកនឹងតម្រង់ទៅកាន់កប៉ាល់ដ៏ធំមួយនេះហើយសម្រូតខ្លួនចុះគឺទម្លាក់ខ្លួនចុះដើម្បីចូលឈរទៅលើនាវានឹងធ្វើការរឹបអូសយកតែម្ដងគឺមានកំភ្លើងនៅក្នុងដៃផងដែរភ្ជង់ទៅកាន់អ្នកដែលបើកនាវានឹងហើយនឹងអ្នកដែលធ្វើការនៅលើនឹងផងដែរមន្ត្រីនៅក្នុងរដ្ឋបាលត្រាំមិនបានបង្ហាញអំពីឈ្មោះរបស់កប៉ាល់នោះទេទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុនសន្តិសុខអង់គ្លេស Vanguard បាននិយាយថានាវាដឹកប្រេង Skipper ទំនងជាត្រូវបានរឹបអូសអញ្ចឹងគឺអត់បានបង្ហាញថានាវានឹងគឺជានាវាប្រភេទអីឈ្មោះអីនោះទេប៉ុន្តែគឺបានគេប៉ាន់ស្មានថាវាអាចនឹងជាកប៉ាល់ដែលមានឈ្មោះថា Skipper សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបាទគឺបាន sanction ទៅលើនាវា Skipper នេះកន្លងមកហើយដោយបានចោទថាមានជាប់ពាក់ព័ន្ធទៅនឹងការដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់កប៉ាល់នឹងបានបដូរឈ្មោះទៀតគឺបដូរមកកាន់ Skipper វិញអញ្ចឹងគឺបានអាមេរិកចោទថាគឺជាកប៉ាល់តែមួយនឹងឯងដែលត្រូវបាន sanction កាលពីមុនកន្លងមកហ្នឹងណាដែលជាមូលហេតុគឺរឹបអូសនៅថ្ងៃនេះតែម្ដងទិន្នន័យផ្កាយរណបបង្ហាញថា Skipper បានចាក់ចេញពីកំពង់ផែប្រេងដ៏សំខាន់របស់វេណេស៊ុយឡានៅចន្លោះថ្ងៃទី4និងថ្ងៃទី5ខែធ្នូគឺទៅតែប្រហែលថ្ងៃមុននេះទេបងប្អូនអរគ្នាបន្ទាប់មកក៏បានផ្ទុកប្រេងឆៅប្រហែលជា 1.1 លានបារ៉ែលមួយបារ៉ែលនឹងគឺស្មើទៅនឹងប្រហែលជា159លីត្របាទហើយនេះគឺខ្ទង់ទៅដល់ 1.1 លានបារ៉ែលឯណោះបាទគឺមួយបារ៉ែលហ្នឹងផងដែរបើគិតនៅបាទនៅក្នុងប្រទេសអាមេរិកគឺគេអត់គិតជាលីត្រទេគេគិតជា gallon ណាបងប្អូនគឺប្រហែលជា42 gallonបាទអញ្ចឹងគឺបងប្អូនអាចកណនាមើលទៅថាតើ 1.1 លានបារ៉ែលនេះគឺស្មើទៅនឹងប្រមាណលីត្រឬក៏ប្រមាណ gallon តម្លៃប្រេងបានកើនឡើងថ្លៃបន្ទាប់ពីដំណឹងនៃការរឹបអូសមួយនេះប្រេងឆៅ Brent បានកើនឡើងទៅដល់ 62.21 សេននៅក្នុង1បារ៉ែលហើយនឹងប្រេង US West Texas Intermediate បានបិទនៅតម្លៃ 58.46 ដុល្លារនៅក្នុង1បារ៉ែលគឺបន្ទាប់ពីរឿងនេះបានចេញផ្សាយមកគឺឃើញថាតម្លៃប្រេងហ្នឹងបានកើនឡើងភ្លាមៗតែម្ដងប្រធានាធិបតីបាទនៃប្រទេសវេណេស៊ុយឡាគឺលោកម៉ាដូរ៉ូហ្នឹងមិនបាននិយាយអំពីព្រឹត្តិការណ៍នេះនោះទេគឺគាត់អត់បានផ្ដល់មតិអត់បានលើកឡើងរឿងហ្នឹងតែម្ដងលោកបានថ្លែងនៅក្នុងការហែលក្បួនជាសាធារណៈមួយប៉ុន្តែមិនបានអើពើទៅនឹងរបាយការណ៍អំពីនាវាដឹកប្រេងមួយនេះទេវេណេស៊ុយឡាបាននាំចេញប្រេងច្រើនជាង9សែនបារ៉ែលនៅក្នុងមួយថ្ងៃកាលពីខែមុនបាទគឺច្រើនណាស់បងប្អូនគឺក្បែរទៅនឹង1លានបារ៉ែលបាត់ទៅហើយគ្រាន់តែនៅក្នុងមួយថ្ងៃកាលពីខែមុនណាដែលជាកម្រិតនាំចេញដ៏ខ្ពស់បំផុតរបស់ខ្លួននៅក្នុងឆ្នាំនេះប្រទេសនេះគឺនឹងកំពុងតែលក់ប្រេងរបស់ខ្លួននៅក្នុងតម្លៃបញ្ចុះទៅឲ្យប្រទេសចិនព្រោះវាត្រូវការប្រកួតប្រជែងជាមួយទៅនឹងប្រេងដែលត្រូវបានហាមឃាត់ផ្សេងទៀតពីប្រទេសរុស្ស៊ីហើយនិងអ៊ីរ៉ង់អញ្ចឹងប្រទេសដែលត្រូវបានហាមឃាត់ប្រេងអត់ឲ្យយកចេញនាំចេញទៅខាងក្រៅហ្នឹងកន្លងមកគឺមានប្រទេសរុស្ស៊ីហើយនិងអ៊ីរ៉ង់ហើយឥឡូវនេះគឺមកដល់វេណេស៊ុយឡានេះទៀតអញ្ចឹងគឺការដែលលក់ទៅឲ្យហ្នឹងគឺទៅកាន់ប្រទេសចិននៅក្នុងតម្លៃថោកជាងតម្លៃធម្មតាបាទគឺការលក់ហ្នឹងគឺបែបបញ្ចុះតម្លៃបងប្អូនគឺវេណេស៊ុយឡាចង់លក់ហ្នឹងដើម្បីប្រកួតប្រជែងក៏ប៉ុន្តែនៅពេលនេះអាមេរិកបានរឹបអូសយកមកកប៉ាល់បាត់ទៅហើយនៅក្នុងនោះគឺចំនួនប្រេងគឺមិនតិចនោះទេក្រុមអ្នកវិភាគនិយាយថាការរឹបអូសកប៉ាល់ដឹកប្រេងបានបន្ថែមសម្ពាធទៅដល់ការផ្គត់ផ្គង់ប្រេងពិភពលោកប៉ុន្តែវាមិនទាន់ផ្លាស់ប្ដូរស្ថានភាពទាំងស្រុងភ្លាមនោះទេដោយសារតែប្រេងនៅលើកប៉ាល់ត្រូវបានគេរំពឹងថានៅមិនទាន់លក់នៅក្នុងមួយរយៈពេលទោះបីជាកប៉ាល់នេះត្រូវបានរឹបអូសដោយអាមេរិកក៏ពិតមែនក៏ប៉ុន្តែវាអត់ទាន់ប៉ះពាល់ទៅដល់តម្លៃប្រេងនៅក្នុងរយៈពេលយូរនៅឡើយទេដោយសារតែការរឹបអូសនៅកប៉ាល់ធំមួយនេះគឺនឹងទុកចោលទេគឺគេគិតថាទោះបីជាវាដឹកទៅកាន់ប្រទេសផ្សេងទៀតក៏ដោយ
ក៏ប្រេងនឹងអត់ទាន់លក់ភ្លាមៗនោះដែរគឺទុកចោលមួយរយៈពេលសិន Chevron ដែលធ្វើការជាមួយនឹងក្រុមហ៊ុនប្រេងរដ្ឋរបស់ Venezuela បាននិយាយថាប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកំពុងដំណើរការជាធម្មតា Chevron នឹងគឺជាក្រុមហ៊ុនប្រេងរបស់អាមេរិកដ៏ធំមួយគឺបានធ្វើការជាមួយនឹងក្រុមហ៊ុនប្រេងនៅក្នុងប្រទេស Venezuela នេះផងដែរក៏ប៉ុន្តែមកដល់ម៉ោងនេះនៅដល់ពេលនេះគឺឃើញថាអត់មានប៉ះពាល់អីនៅឡើយទេនៅដំណើរការជាធម្មតានៅឡើយទេលោក Maduro បានអះអាងថាការបង្កើនកម្លាំងយោធារបស់អាមេរិកគឺចង់ផ្ដួលរំលំលោកហើយនឹងគ្រប់គ្រងតំបន់ស្តុកប្រេងដ៏ធំរបស់ប្រទេស Venezuela អញ្ចឹងមូលហេតុកន្លែងនេះគឺបានឃើញហើយបងប្អូនគឺខាងប្រធានាធិបតី Venezuela នេះគឺគាត់បាននិយាយថាអាមេរិកធ្វើអញ្ចឹងគឺដើម្បីចង់ផ្ដួលរំលំគាត់គឺចង់ដកគាត់ចេញពីតំណែងលែងឲ្យគាត់កាន់អំណាចទៀតហើយអាមេរិកនឹងថែមទាំងចង់គ្រប់គ្រងតំបន់ស្តុកប្រេងដ៏ធំរបស់ប្រទេសនេះទៅទៀតអញ្ចឹងហើយនេះគឺជាមូលហេតុនៅពីក្រោយនៃការរឹបអូសកប៉ាល់ដ៏ធំមួយនេះចាប់តាំងពីខែកញ្ញាមករដ្ឋបាលត្រាំបានបាញ់កំទេចទូកដែលសង្ស័យថាបានដឹកគ្រឿងញៀនជាង20ដងដោយបានសម្លាប់មនុស្សជាង80នាក់គឺចាប់តាំងពីខែ9មកដល់ខែ12នេះបងប្អូនអរគ្នាគឺឃើញថាខាងអាមេរិកនឹងបានបាញ់កំទេចទូកដែលសង្ស័យថាបានដឹកគ្រឿងញៀនពីប្រទេស Venezuela នេះគឺសម្រាប់មនុស្សរហូតសរុបទៅគឺជាង80នាក់បាត់ទៅហើយបាញ់នឹងមិនខំ20ដងនោះទេអ្នកជំនាញបានអះអាងថាការវាយប្រហារទាំងនេះគឺអាចជារឿងខុសច្បាប់ដោយសារតែសហរដ្ឋអាមេរិកមិនបានផ្ដល់ភស្តុតាងច្បាស់លាស់ថាទូកទាំងនោះពិតជាដឹកគ្រឿងញៀនមែនឬក៏អត់នោះទេទូកនឹងបើកលឿនហើយបាញ់កំទេចពីលើនឹងទៅតែម្ដងគ្រាន់តែសង្ស័យថាពួកគេនឹងគឺពិតជាបានដឹកមែនតែផុសតាងពិតប្រាកដគឺនៅតែអត់ទាន់មាននៅឡើយទេការស្ទង់មតិនាពេលថ្មីនេះបង្ហាញថាជនជាតិអាមេរិកជាច្រើនរួមទាំងសមាជិកគណៈបក្សសាធារណរដ្ឋមួយចំនួនប្រឆាំងទៅនឹងប្រតិបត្តិការដ៏សាហាវទាំងនេះគឺទោះបីជាអ្នកខ្លះមកពីគណៈបករបស់ Donald Trump នឹងផ្ទាល់តែម្ដងគឺជាគណៈបក្សសាធារណរដ្ឋនេះមួយចំនួនគឺបានបង្ហាញថាពួកគេនឹងគឺអត់ពេញចិត្តទៅនឹងប្រតិបត្តិការទាំងនេះទេដោយសារតែវាព្រៃផ្សៃពេកគឺអត់មានភស្តុតាងច្បាស់លាស់ហើយបាញ់នឹងគឺសម្លាប់រហូតទៅដល់ជាង80នាក់ឯណោះកាលពីសប្តាហ៍មុនរដ្ឋបាលត្រាំបានចេញផ្សាយសេចក្តីថ្លែងការណ៍គោលនយោបាយដ៏សំខាន់មួយដោយនិយាយថាគោលដៅគោលនយោបាយការបរទេសរបស់ខ្លួនគឺដើម្បីពង្រឹងអំណាចរបស់សហរដ្ឋអាមេរិកនៅក្នុងអត្តកូលខាងលិចកាលពីអាទិត្យមុននឹងខាងត្រាំបានចេញផ្សាយនៅសេចក្តីថ្លែងការណ៍មួយថាពួកគេចង់ពង្រឹងអំណាចរបស់ខ្លួននៅឯ Southern Hemisphere នេះឯងអញ្ចឹងរឿងនេះគឺបងប្អូនបានឃើញហើយគឺខាងអាមេរិកបានរឹបអូសនៅកប៉ាល់ដ៏ធំមួយគឺជាកប៉ាល់ដឹកប្រេងរបស់ប្រទេស Venezuela ដែលចោទថាកប៉ាល់មួយនេះគឺជាកប៉ាល់ដែលដឹកប្រេងខុសច្បាប់គឺជាកប៉ាល់ដែលដឹកប្រេងដែលត្រូវបានដាក់ទណ្ឌកម្មដែលត្រូវបានហាមឃាត់កន្លងមកទោះបីជាកប៉ាល់នេះកាលពីមុននឹងមានឈ្មោះផ្សេងឥឡូវដូរមកឈ្មោះផ្សេងក៏ខាងអាមេរិកនៅតែដឹងនៅតែមើលស្គាល់ដែរខាងអាមេរិកនឹងបានបញ្ជាឲ្យទាហានរបស់ខ្លួនយោធារបស់ខ្លួននឹងជាឧទ្ធម្ភាគចក្រចំនួន2ហោះនៅពីលើកប៉ាល់ដ៏ធំមួយនេះហើយទម្លាក់ខ្លួនសម្រូតខ្លួនចុះហើយធ្វើការរឹបអូសយកតែម្ដងគឺមានកំភ្លើងនៅក្នុងដៃផងដែរដើម្បីភ្ជង់ទៅលើអ្នកដែលបើកកប៉ាល់នឹងហើយអ្នកធ្វើការនៅលើនឹងផងដែរកប៉ាល់មួយនេះគឺដឹកនៅប្រេងដ៏ច្រើនបំផុតបងប្អូនអរគ្នាគឺជាកប៉ាល់ដែលត្រាំបាននិយាយហើយថាគឺជាកប៉ាល់ដឹកប្រេងដ៏ធំហើយធំខ្លាំងតែម្ដងរឿងរ៉ាវដែលបានកើតឡើងរវាងប្រទេសអាមេរិកហើយនិងប្រទេស Venezuela គឺឃើញថាប្រទេសនេះអត់ត្រូវគ្នានៅពេលនេះនោះទេគឺមានចំនួនណាខាង Donald Trump នេះគឺចង់ឲ្យខាងប្រធានាធិបតីរបស់ប្រទេសនឹងចុះចេញពីតំណែងទៅទៀតហើយខាងប្រធានាធិបតីរបស់ប្រទេស Venezuela នេះបានឆ្លើយតបថាមូលហេតុនៅពីក្រោយនៃអាមេរិកដែលធ្វើអញ្ចឹងគឺដើម្បីចង់បានទីតាំងគ្រប់គ្រងទីតាំងប្រេងរបស់ខ្លួនដោយសារតែប្រទេស Venezuela នេះគឺជាប្រទេសដែលមានប្រេងច្រើននាំចេញទៅកាន់ពិភពលោកនៅក្នុងរយៈពេលមួយថ្ងៃនឹងមិនមែនតិចនោះទេហើយអញ្ចឹងហើយបានជាអាមេរិកគឺ Donald Trump នេះចង់ឲ្យគាត់ចុះចេញពីតំណែងនេះគឺជាការលើកឡើងរបស់ប្រធានាធិបតីប្រទេសនេះផ្ទាល់ហើយនេះគឺរឿងដែលបានកើតឡើងបងប្អូនអរគ្នានៅក្នុងប្រទេសអាមេរិកគឺរវាងអាមេរិកហើយនិងប្រទេស Venezuela នេះទោះបីជារឿងរ៉ាវដែលបានកើតឡើងនៅក្រៅប្រទេសក៏ដោយក៏យើងអត់អាចភ្លេចរឿងដែលកំពុងតែកើតឡើងនៅក្នុងប្រទេសយើងផងដែរគឺខាងថៃបានធ្វើមកលើប្រទេសយើងនេះគឺកំពុងតែ
បាទរំលោភបំពានទៅលើទឹកដីរបស់ប្រទេសខ្មែរយើងគឺយើងអត់អាចភ្លេចយើងអត់អាចមើលរំលងនោះទេអញ្ចឹងព័ត៌មានថ្ងៃនេះគឺមានប៉ុណ្្នឹងហើយបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយ